chef បែបអត់ជំនាញណាគេចង់ចូលទៅដឹងខ្ញុំមិនហើយចង់ញ៉ាំម្សៅឆៅមែនវាដុំដូចក្រែមតូគីទៅលងស្វាយយកហ្មងនេះដូចចាហុយដូងបើដាក់ល្ងមអានេះដូចស្កានេះ cheese ball ណងមិនហូរភ្លៀងឯណោះគ្នាអើយស្រុកខ្មែរមានភ្ជុះមួយឈីធ្វើនំមកតែគ្នាថ្ងៃនេះគឺខ្ញុំនឹងប្រពន្ធតែគ្នាធ្វើជាមួយនឹង cheese ball rainbow គេទៅយើងអត់សូវមានពណ៌គ្រប់ទេប៉ុន្តែយើងនឹងព្យាយាមធ្វើឲ្យបានពណ៌ណាដែលយើងមានអញ្ចឹងណាអ្នកគ្នាអ្វីដែលយើងត្រូវមានគឺមានជាមួយនឹងម្សៅអង្ករហើយជាមួយនឹងម្សៅធ្វើសាច់នំប៉័ងណាអ្នកគ្នាតិចនំប៉័ង cheese ហើយជាមួយនឹងប័រឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើណាអ្នកគ្នាគឺដាក់ជាមួយនឹងម្សៅអង្ករសិនដាក់ចឹងបណ្ដោយទៅហើយបន្ទាប់មកដាក់ជាមួយនឹងម្សៅដែលយើងយកទៅធ្វើនំប៉័ងហ្នឹងដាក់ពីរចុងមកយើងធ្វើការដាក់ជាមួយនឹងអំបិលហើយយើងធ្វើការដាក់ជាមួយនឹងស្ករធម្មតាដាក់មួយប័រនេះមកគេដាក់ទឹកគឺដាក់ប័រអីទៅតោះដូចតែគ្នាតោះដាក់ជាមួយនឹង baking soda បន្តិចដើម្បីឲ្យម្សៅនឹងវាឡើងនេះតើគ្នាថងនេះគឺខ្ញុំធ្វើខបន្តិចគឺអ្នកគ្នាត្រូវបដូរពីការដាក់ទឹកធម្មតាទៅជាការដាក់ទឹកក្តៅវិញគឺថាកុំដាក់ទឹកធម្មតាដូចខ្ញុំព្រោះថាខ្ញុំបានបដូររូបមន្តណាអ្នកគ្នាដាក់ទឹកក្តៅវិញមិនត្រូវយើងដាក់ទឹកម្ដងតិចហើយគឺថាកូរវាឲ្យចូលគ្នាខ្ញុំ recommend អ្នកគ្នាមើលចូលទៅស្គាល់ក្នុង TikTok ល្អជាងដោយសារមើលតាមខ្ញុំទៅខ្លាចខុសឆ្គងអីចឹងណាគេមានវិធីបរៀនច្រើនអ្នកគ្នាព្រោះថាខ្ញុំអត់មានអីថ្លឹងចង់គឺខ្ញុំដាក់តាមការប៉ាន់ស្មានរបស់ខ្ញុំដែរដាក់ថែមរហូតមកអ្នកគ្នាអើយ chef បែបអត់ជំនាញណាគេចង់ចូលទៅដឹងខ្ញុំមិនហើយចង់ញ៉ាំម្សៅឆៅមែននេះអ្នកគ្នាឥឡូវហ្នឹងម្សៅយើងបានហើយយើងធ្វើការក្របវាទុកសិនណាវាដុំដូចក្រែមតូគីតែគេលេងស៊ីអស់មកអ្នកគ្នាមកធ្វើផ្នែក cheese ម្ដង cheese គឺខ្ញុំធ្វើ3ពណ៌អ្នកគ្នាមានជាមួយនឹងពណ៌ pink ពណ៌បៃតងជាមួយនឹងពណ៌ស្វាយឈីធំសាហាវហាន់មិនល្អហាន់ឈីម្ដងយកខ្មែរហឹបខ្ញុំហាន់ចេះតោះពណ៌ pink ត្រាំពណ៌ស្វាយពណ៌បៃតងសម្រាប់ម្សៅគឺថាខ្ញុំធ្វើខុសក្បួនតិចថងថាគេត្រូវធ្វើដាក់អីគេទឹកក្តៅអ្នកគ្នាអញ្ចឹងទៅគឺខ្ញុំធ្វើ fail ខ្ញុំធ្វើ2ដងម្សៅហ្នឹងអ្នកគ្នាខ្ញុំបដូរទៅជាការចាក់ទឹកក្តៅបដាហើយវាយនំម្សៅនឹងបដាឥឡូវខ្ញុំបានប្រភេទណាយកទៅថែមបបៃតងដូចចាហុយដូងហើយពណ៌ស្វាយអានេះដូចតលងស្វាយមិនបណ្ដឹងទេអ្នកចាំមកអានេះដូចអីគេអាចចាហុយដែលវានៅក្នុងទឹកភេសជ្ជៈយើងផឹកចាហុយអីបើដាក់ល្ងមអានេះដូចស្កានេះតលងស្វាយយកហ្មងនេះអ្នកគ្នាមុននឹងយើងធ្វើគឺយើងត្រូវលាងដៃស្អាតស្នាឥឡូវខ្ញុំធ្វើជាមួយនឹងពណ៌សផងនេះអ្នកគ្នា cheese ball យើងក្លុកជាមួយនឹងកតិចនំប៉័ងអូចំណងសាហាវនេះធ្វើមួយបើកឈប់ធំសាហាវអ្នកគ្នាបើទិញគេញ៉ាំបានតែមួយពណ៌ទេបើធ្វើខ្លួនឯងបានច្រើនពណ៌ប៉ុន្តែហត់ណាស់រសជាតិដូចតែគ្នាទេអ្នកគ្នាធ្វើចង់ធ្វើពណ៌ឲ្យធ្វើទៅប៉ុន្តែហាន់ឲ្យតូចទៅមិនហាន់ធំនឹងខ្ញុំទេនៅនេះនេះភ្លៀងខ្ញុំធ្វើនំម្ដងលឺមេគ្រុកមេហូរភ្លៀងឯអ្នកគ្នាអើយស្រុកខ្មែរមានភ្ជុះមួយឈីធ្វើនំហានេះបៃតងគឺថានេះស្រួលនេះអូយឡងមូលនេះទៅលោកស្វាយបដ ாய் នេះមកប៉ាស្វាយអ្នកគ្នាពណ៌កឈប់បៃតងនិងពណ៌ស្វាយដូចនំម៉ូឈីអ្នកគ្នាឥឡូវហ្នឹងគឺយើងបាន cheese ball ណាឥឡូវយើងយកទៅបំពងសម្រាប់ការបំពងវិញអ្នកគ្នាគឺខ្ញុំធ្វើការដាក់ខ្លាញ់ហ្នឹងឲ្យក្តៅសិនក៏ប៉ុន្តែពេលដែលយើងយក cheese ball ដាក់ចូលទៅក្នុងខ្លាញ់ហ្នឹងគឺយើងត្រូវធ្វើការថយភ្លើងអ្នកគ្នាព្រោះដើម្បីឲ្យម្សៅខាងក្នុងវាឆ្អិនស្មើគ្នាហើយសម្រាប់វីដេអូមុខបាំងគឺអ្នកគ្នាកុំភ្លេចតាមដានមើលវីដេអូក្រោយសម្រាប់អ្នកដែលគាត់មានបញ្ហាឃ្លាខ្មៅខ្លាំងឃ្លាមានបញ្ហាបែកញើក៏ដូចជាធំក្លិនជូរក្លិនសាហើយបញ្ហាទាំងអស់នេះគឺថាកែអត់ងាយឡើងទេអញ្ចឹងគឺខ្ញុំ recommend ដល់អ្នកគ្នាគឺអាចប្រើប្រាស់ជាមួយនឹងលេខ Clip Mami Sa 2ដងក្នុងមួយថ្ងៃបានគឺព្រឹកម្ដងហើយយប់មុននឹងចូលគេងម្ដងក៏ប៉ុន្តែមុននឹងប្រើគឺយើងត្រូវតែងូតទឹកឲ្យបានស្អាតសិនបានលាបជាមួយនឹងលេខ Clip នេះតាមក្រោយហើយមុននឹងលាបគឺយើងត្រូវតែជួសជាមួយនឹង Clip ឲ្យបានស្ងួតសិនអាចយកជាប្រភេទกระดาษមកផ្ដិតបានអញ្ចឹងណាសម្រាប់ Vitamin Plus Ampere Cream របស់ Mami Sa នេះគឺថាល្អខ្លាំងមែនតើមកអ្នកតើគ្នាមើលតែខ្លងដែលខ្ញុំប្រើនេះទៅគឺថាដឹងហើយគឺថាចិត្តអស់ទៀតឯអ្នកគ្នាខ្ញុំទិញមកម្ដងគឺថាទាំងឡូតែម្ដងសាច់ cream គេគឺប្រភេទត្រជាក់ហើយគឺថាបែបចាបែបហ្នឹងក្លិនឡើងដោយទឹកអប់ brand ចឹងដែលលេខ Clip នេះដែរគឺវាជាកាត់បន្ថយក្លិនឃ្លាក្លិនសាក្លិនស្អូតជួយព្យាបាលការបែកញើសឃ្លាហើយអ្នកដែលគាត់មានបញ្ហាឃ្លាខ្មៅក៏ដូចជាដុំពកពីកណៅចឹងណាគឺខ្ញុំធានាតែម្ដងអ្នកគ្នាប្រើជាមួយនឹងលេខ Clip Mami Sa នេះអស់មួយខ្លងទៅពីរខ្លងទៅអ្នកទាំងគ្នានឹងចាប់ផ្ដើមផលិតផលហើយបើសិនជាអ្នកគ្នាចង់សាកប្រើជាមួយនឹងលេខ Clip Mami Sa នេះគឺថាលេខ Clip នេះតម្លៃត្រឹមតែ$5ទេអ្នកគ្នាបើសិនជាអ្នកគ្នាចង់បានឃ្លា smooth ហើយឃ្លាដែលមានក្លិនក្អូគឺអាចប្រើប្រាស់ជាមួយនឹងលេខ Clip Mami Sa បាន